បាទពាក់ព័ន្ធជាមួយនឹងថ្ងៃនេះខ្ញុំចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបំណងឬក៏កំពុងតែដាំទៅលើដំណាំដូងកត្តា4ដែលធ្វើឲ្យការអ្នកដែលដាំដូងនឹងបានទទួលបានជោគជ័យហើយនឹងកំពុងតែផលផុសបន្តនឹងការដែលដំណើរក្នុងការដាំនឹងហើយក៏មានកត្តាមួយចំនួនទៀតដែលធ្វើឲ្យគាត់បរាជ័យខ្លាំងដែរប៉ុន្តែថ្ងៃនេះខ្ញុំចង់ចែករំលែកទៅដល់ការដែលធ្វើឲ្យយើងអាចទទួលបានជោគជ័យហ្នឹងកត្តាទី1ដែលធំជាងគេបំផុតគឺទីតាំងភូមិសាស្ត្រអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដែលមានបំណងធ្វើពាក់ព័ន្ធជាមួយនឹងដូងនេះសូមរើសទីតាំងភូមិសាស្ត្រឲ្យបានច្បាស់លាស់គឺមានកត្តាទឹកមានកត្តាដីបាទអាចរឿងបូកនឹងអាកាសធាតុដែរចឹងកត្តាមួយនេះគឺសំខាន់មែនទែនបើសិនជាយើងជ្រើសរើសអត់ត្រូវទេការចំណាយយើងក៏វាខ្ពស់ដែរបាទហ្នឹងចំណុចទី1ចំណុចទី2ដែលសំខាន់ដែរហ្នឹងហើយបងប្អូនត្រូវច្បាស់លាស់ទៅលើកត្តាពូជបាទអញ្ចឹងតើយើងមានបំណងទៅលើលក់របៀបថាយើងលក់ខ្ចីយើងលក់ទុំឬក៏យើងលក់អីគេអញ្ចឹងអាពូជហ្នឹងវាកត្តាដែលសំខាន់ដែរពីព្រោះគាត់រាល់ថ្ងៃហ្នឹងឃើញពេលខ្លះពេលដែលយើងដាំបានហើយភាគច្រើនមិនផុតហ្មងគឺពាក់ព័ន្ធយើងទីផ្សារហ្នឹងគាត់មកវិថាដាំទៅវាជាខុសទីផ្សារទីអីទៅជាកត្តាដែលប៉ះពាល់ខ្លាំងដែរអញ្ចឹងពូជនេះសូមជ្រើសរើសច្បាស់លាស់បើសិនជាបងប្អូនមានគំនិតចង់លក់ទៅជាដូងធ្វើជាខ្ទិះដូងអាហ្នឹងសូមរើសប្រភេទដូងកប៉ាល់ដូងអីចឹងទៅបើសិនជាមានគំនិតចង់ទៅធ្វើជាដូងក្អូបដូងអីទាំងអស់ហ្នឹងអាហ្នឹងយើងអាចជ្រើសរើសចឹងកត្តាទាំងអស់ហ្នឹងគុំសូមឲ្យសិក្សាច្បាស់លាស់ហើយអាចប្រឹក្សាយោបល់ជាមួយនឹងអ្នកដែលគាត់មានបទពិសោធន៍ដាំជាច្រើនឆ្នាំបន្ថែមទៀតទៅមុននឹងយើងចាប់ដើមដាំបាទអានេះជាចំណុចទី2ដែលយើងគួរតែច្បាស់លាស់កិច្ចការទាំងអស់ហ្នឹងចំណុចទី3គឺកត្តាដែលថែទាំបាទអញ្ចឹងថែទាំយើងត្រូវតែយកចិត្តទុកដាក់ស្រឡាញ់ថែវាឲ្យដូចអ្វីដែលយើងគិតថាចង់បានផលខ្ញុំតែងតែនិយាយថាយើងធ្វើលេងចង់បានផលមែនទេនោះអានឹងវាទៅអត់រួចទេតោះតែយើងប្រឹងយើងស្រឡាញ់វាយើងថែវាយើងត្រូវដឹងថាពេលណាគេដាក់ជីពេលណាគេបាញ់ថ្នាំពេលណាដែលគេត្រូវគួរធ្វើអីទាំងអស់ហ្នឹងយើងធ្វើជាកម្មវិធីច្បាស់លាស់តែម្ដងហើយបើខ្វះទាំងអស់ហ្នឹងទេអាចប្រឹក្សាយោបល់អ្នកដែលគាត់មានជំនាញផ្នែកហ្នឹងតែម្ដងបាទអានេះគឺជាកត្តាដែលសំខាន់ដែរហើយកត្តាមួយទៀតគឺកត្តាចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងកត្តាដែលទីផ្សារបាទអញ្ចឹងទីផ្សារតាមធម្មតានៅពេលដែលយើងចាប់ផ្ដើមធ្វើព្រោះវាប្រើរយៈពេលរហូតដល់3ឆ្នាំទៅ5ឆ្នាំអញ្ចឹងពេលដែលយើងធ្វើហ្នឹងយើងតែងតែចាប់ផ្ដើមវាទៅយើងគិតសម័យទីផ្សារ5ឆ្នាំទៀតអញ្ចឹងកិច្ចការទាំងអស់នេះខ្ញុំគិតថាអ្វីដែលការវិភាគទាំងអស់ហើយបូកជាមួយនឹងការអភិវឌ្ឍបដាហ្នឹងអានឹងជារឿងមួយដែលយើងគួរយកចិត្តទុកដាក់អញ្ចឹងទីផ្សារដូចជាស្ដែងបច្ចុប្បន្នយើងយល់ថាកំពុងតែខ្វះទីផ្សារប៉ុន្តែដល់ពេលដែលយើងដាំបានផលស្រាប់តែខ្វះទីផ្សារអីចឹងទៅស្រាប់តែវាចោលទីផ្សារវិញអានឹងជាកត្តានឹងដែលធ្វើកសិកម្មអ្នកកសិកម្មភាគច្រើនគាត់ខ្វះកិច្ចការទាំងអស់ហ្នឹងវាធ្វើឲ្យធ្វើទៅមុខទៅក្រោយទៅមុខទៅក្រោយប៉ុន្តែបើសម្រាប់ខ្ញុំគិតថាបើសិនកត្តាទីផ្សារគឺជាកត្តាដែលបើសិនជាយើងមានសិប្បកម្មខ្លួនឯងកែច្នៃហើយកិច្ចការដែលកែច្នៃខ្ញុំគិតថាបើយើងធ្វើច្រើនយើងចាប់ផ្ដើមទៅវាទូចទៅហើយបើសិនជាខ្ទិះអីចឹងទៅខ្ញុំគិតថាមានម៉ាស៊ីនកូនអីចឹងកត្តាទាំងអស់ហ្នឹងក៏កុំឲ្យរំពឹងពាក់ទៅដល់តែគេទាំងស្រុងអ្វីដែលយើងអាចច្នៃបានយើងនឹងច្នៃបន្ថែមបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងដូងយើងខាងខ្ញុំចង់ចែករំលែកប៉ុណ្ណឹងហើយបើចង់ដឹងច្បាស់យើងនៅថ្ងៃទី28ខែ3 2026នេះយើងមានកម្មវិធីចែករំលែកពាក់ព័ន្ធជាមួយការដាំដុះ
ពាក់ព័ន្ធជាមួយការកែច្នៃឬក៏ទីផ្សារហ្នឹងហើយនឹងពិសេសជាងនឹងទៀតគឺយើងជួបអ្នកដែលយើងចង់ធ្វើຂະຫນាតធំតែម្ដងហើយយើងខ្វះទុនយើងអាចទៅជែកជាមួយនឹងខាងធនាគារ LDB ដែលគេអាចជួយទុនយើងតាមរយៈដែលការប្រាក់ទាបគេផ្ដល់ចំពោះតែវិស័យកសិកម្មហ្នឹងទេអញ្ចឹងក៏បានហ៊ុយយុនក៏រៀបចំកម្មវិធីនេះដើម្បីជួយទៅដល់ពុកម៉ែបងប្អូនកំពុងតែដាំហើយនឹងពុកម៉ែបងប្អូនមានបំណងចង់ដាំទៅនេះហ្នឹងដាំដូងហ្នឹងឃើញថាយើងចង់ជួយបាទអញ្ចឹងពុកម៉ែកុំភ្លេចដើម្បីមកចូលរួមនៅថ្ងៃនោះទាំងអស់គ្នាបាទសូមអរគុណ